បាននៅសុស្ដីពុកម៉ែមានបងប្អូនដល់គ្នាជាទីគោរពនិងរាប់អានហើយក៏សូមស្វាគមន៍សម្រាប់ការវិលត្រឡប់មកកាន់វីដេអូថ្មីបងប្អូនដល់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺបានមានដំណឹងល្អខ្លាំងមែនទែនសម្រាប់ចែកជូនទៅដល់ពុកម៉ែមានបងប្អូនដល់គ្នាតាមទស្សនាបងប្អូនណាហ្នឹងហើយបច្ចៈណាអេដមីនបច្ចៈហើយបច្ចៈទៀតគឺដំណឹងគឺល្អខ្លាំងមែនទែនវាគឺជាដំណឹងមួយដែលបងប្អូនខ្មែរយើងគឺតែងតែចង់បានវាបងប្អូនដល់គ្នាឥឡូវនេះយើងទៅស្ដាប់ជាមួយនឹងដំណឹងល្អនេះជាមួយនឹងអេដមីនទាំងអស់គ្នាបងប្អូនតើតើមានរឿងរ៉ាវអ្វីបានអេដមីនគិតថាដំណឹងល្អបងប្អូនតជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានពុកម៉ែបងប្អូនប្រហែលជាមួយចំនួនណាគាត់និយាយថាចំមិនបានឲ្យថៃឈ្លានពានទឹកដីកម្ពុជាមិនបានយើងនៅតែរក្សាភាពអត់ធ្មត់ហេតុអ្វីយើងត្រូវគោរពច្បាប់អន្តរជាតិឥឡូវនេះយើងឃើញហុចផលផ្លែផ្កាមកវិញណាហុចផលផ្លែផ្កាមកវិញពុកម៉ែបងប្អូនអញ្ចឹងសភាដែលនិយាយភាសាបារាំងដែលមានសមាជិកជាង99ស្ថាប័នប្រទេសនិងអង្គការអន្តរជាតិបានចេញមុខនៅពុកម៉ែបងប្អូនណាលើកយកហេតុផលរឿងរ៉ាវថៃឈ្លានពានទឹកដីកម្ពុជាដាក់ទ័ពលើដីកម្ពុជាយកមកកោតណាអញ្ចឹងយើងចាប់បានផលហើយបារាំងឯនោះក៏ប្រកាសគ្រប់គ្រងដែរគ្រប់គ្រងកម្ពុជានិងថៃដោះស្រាយដោយសន្តិវិធីហើយគេត្រៀមឯកសារជួយដើម្បីដោះស្រាយដោយសារបារាំងមានឯកសារយោងនៅពុកម៉ែមកអញ្ចឹងខ្ញុំចូលទៅលំអិតផលនៃភាពអត់ធ្មត់យុត្តិធម៌កំពុងធ្លាក់មកសភាប្រើភាសាបារាំងអំពាវនាវឲ្យថៃគោរពអធិបតេយ្យភាពនៅបូរណភាពទឹកដីកម្ពុជាជាវៀងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរភ្នំពេញស្មារតីនៃការប្រកាន់យកដំណោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិនៅចំពោះមុខនៃការឈ្លានពានរបស់ថៃនោះបានធ្វើឲ្យកម្ពុជាកំពុងទទួលផលហើយយុត្តិធម៌ពីលើឆាកអន្តរជាតិក៏កំពុងធ្លាក់មកហើយសភាប្រើភាសាបារាំងបានអំពាវនាវថៃឲ្យគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងនិងកាន់តែធ្ងន់ធ្ងរការអំពាវនាវនេះបានធ្វើឡើងតាមសំណើរបស់គណៈកម្មការនយោបាយក្នុងសម័យប្រជុំពេញអង្គនៅរដ្ឋធានីយូនដេប្រទេសកាមេរូនចន្លោះពីថ្ងៃទី10ដល់ថ្ងៃទី11ខែកក្កដាឆ្នាំ2026អញ្ចឹងមិនមែននៅកម្ពុជាណានៅប្រទេសកាមេរូនសូមស្ដាប់ឲ្យច្បាស់ក្នុងកិច្ចប្រជុំនោះសភាប្រើភាសាបារាំងបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តភាពតានតឹងនិងសកម្មភាពនានាដែលត្រូវបានរាយការណ៍នៅក្នុងតំបន់ព្រំដែនក្រោមការកាន់កាប់ដោយប្រទេសថៃមានជាអាចការសាងសង់បាទហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងយោធាការរៀបចំពិធីសាសនានៅទីតាំងវប្បធម៌បាទនិងសាសនាក៏ដូចជាកំណត់ព្រួយផ្ដើមក្នុងការបែងចែកដីធ្លីនៅតំបន់ទាំងនោះសភាប្រើភាសាបារាំងក៏បានសម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីវិលក៏ដូចជាការប៉ះពាល់ឬការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលជាកេរមរតករួមរបស់មនុស្សជាតិតាមរបៀបមួយដែលអាចធ្វើឲ្យប៉ះពាល់ដល់ចក្ខុវិស័យនៃសន្តិភាពយូរអង្វែងនិងការផ្សះផ្សាជាតិទន្ទឹមនឹងការអំពាវនាវថៃឲ្យគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាហើយជៀសវាងរាល់សកម្មភាពឯកតោភាគីដែលបង្កភាពតានតឹងកាន់តែធ្ងន់ធ្ងរហើយនោះសភាប្រើភាសាបារាំងក៏បានអំពាវនាវឲ្យថៃគោរពបទឈប់បាញ់និងការអនុវត្តកិច្ចព្រមព្រៀងនៃសេចក្តីថ្លែងការណ៍ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីថៃនិងកម្ពុជានៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025សភានិយាយភាសាបារាំងដែលមានសមាជិកជាង99ស្ថាប័នប្រទេសនិងអង្គការអន្តរជាតិក៏បានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងការបន្តកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនិងការដកកងកម្លាំងប្រដាប់អាវុធទាំងអស់ជាបន្ទាន់ចេញពីតំបន់ជម្លោះសភានិយាយភាសាបារាំងក៏បានបង្ហាញការគាំទ្រ
ដោះស្រាយវិវាទដោយសន្តិវិធីក្នុងរយៈពេលដ៏ខ្លីបំផុតតាមរយៈយន្តការទ្វេភាគីទាំងអស់ដែលបានបង្កើតឡើងជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ក្នុងស្មារតីនៃកិច្ចសន្ទនានិងការគោរពច្បាប់អន្តរជាតិសភានិយាយភាសាបារាំងបានគាំទ្រធ្វើឲ្យមានប្រកបដោយភាពនៃទំនាក់ទំនងរវាងកម្ពុជានិងថៃដែលផ្អែកលើការទទួលស្គាល់ទៅវិញទៅមកលើអធិបតេយ្យភាពបូរណភាពទឹកដីនិងភាពមិនអាចរំលោភបាននៃព្រំដែនក៏ដូចជាការខណ្ឌសីមាព្រំដែនអនុឡោមតាមក្រមតាមក្របខណ្ឌកតេយុត្តដែលបានកំណត់ដោយលិខិតបាទតុបកអន្តរជាតិអញ្ចឹងពុកម៉ែបងប្អូនបាទឥឡូវនេះគឺឃើញទេបានហើយបងប្អូនអ្នកគ្នាហ្នឹងហើយមានសុំកាត់យកកន្លែងទាំងបន្តិចបងប្អូនអ្នកគ្នានេះហើយគឺជាលទ្ធផលដែលកម្ពុជារបស់យើងបាទគឺតស៊ូអត់ធ្មត់បងប្អូនណាហ្នឹងហើយយើងបាទគឺមិនហ៊ានទេបាទបងប្អូនពលសាអីកម្ពុជារបស់យើងគឺយកច្បាប់អន្តរជាតិជាធំណាបាទមិនមែនយកកម្លាំងដូចពួកអាព្រៃនឹងទេដូចពួកអាចៅសៀមនឹងទេបងប្អូនអ្នកគ្នាបាទឥឡូវនេះលទ្ធផលឃើញបងប្អូនអ្នកគ្នាល្អខ្លាំងមែនតើបងប្អូនណាគឺល្អខ្លាំងមែនតើបងប្អូនពួកអាសៀមវាតែងតែប្រាប់អន្តរជាតិបណ្ដាប្រទេសផ្សេងវាតែងតែសម្ដែងថាវាហ្នឹងណាជាជនរងគ្រោះវាតែងតែพูดអន្តរជាតិថាវាហ្នឹងណាជាជនរងគ្រោះត្រូវបានប្រទេសកម្ពុជាយើងតូចមួយនេះបច្ចុប្បន្ននេះតូចមួយនេះឈានពៀនវាខំទៅសម្ដែងវាខំទៅបាទប៉ុណ្ណាឥឡូវបងប្អូនឃើញហ៎មិនមែនលេងសើចបងប្អូនណាជិត100ប្រទេស90ប្រទេស90ប្រទេសជាងគេដឹងបងប្អូនទាំងគ្នាបាទអានេះហើយសកលលោកឃើញហ៎ឥឡូវឃើញគេដឹងហ៎គេដឹងហើយថាអាចៅសៀមអាចៅពួកអាចៅថៃពួកអាចៅសៀមពួកអាចៅដេតឆានឯងឆ្លៀនពៀនមកលើទឹកដីប្រទេសកម្ពុជាអន្តរជាតិគេនេះឥឡូវឲ្យយកមុខទៅទុកឯណាទៀតបារាំងគឺជាអាណាព្យាបាលកម្ពុជាឯងទៅសំដែងយ៉ាងម៉េចឯងទៅភូតគេយ៉ាងម៉េចបារាំងជាអ្នកទាមទារទឹកដីឲ្យប្រទេសកម្ពុជាបាទហើយកម្ពុជារបស់យើងមិនចង់វែកញែករឿងរ៉ាវអីច្រើនទេរឿងពីមុនវាតាមដំណើរគិតថាសុំតែមកសុកអ្វីដែលខ្លួនមានពីមុនមកប៉ុន្តែឯងវាឆ្លៀនពៀនណាឯងនឹងវាលោភលន់ណាពួកអាចៅបងប្អូនណាហ្នឹងហើយសកត់ធ្ងន់ទៅលើអាចៅសៀមហើយក៏មានអាចៅទៀតបងប្អូនអ្នកគ្នាហ្នឹងហើយប៉ុន្តែឯងមានគឺបញ្ជាក់ថាអាចៅសៀមទេសុំតែសុកទេហេតុអ្វីសេះសល់ប៉ុណ្្នឹងហើយមិនឲ្យកម្ពុជាសុកទៀតពួកអាចៅសៀមឥឡូវនេះសម្រាប់រឿងរ៉ាវនេះសង្ឃឹមថាពួកបាទអាចៅគឺវាទុកជន់នៅលើទុកហើយបងប្អូនទាំងគ្នាទី1រឿងរ៉ាវនៅប្រទេសរបស់វាបន្ទាប់ពីវាបើកការឈានពានខ្លាំងមកលើទឹកដីប្រទេសកម្ពុជាគឺវាមានរឿងរ៉ាវជាច្រើនមិនត្រឹមតែរឿងគ្រោះវិបត្តិឬគ្រោះធម្មជាតិទេរឿងវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសមានភាពចលាចលគឺទៅតែមានឥឡូវនេះបើសិនជាអន្តរជាតិចវិចកកឲ្យរឿងនឹងមកតង់ទៀតឯងគឺទុកជន់លើទុកបងប្អូនដល់គ្នាត្រូវឬខុសបងប្អូនអេដមីនបញ្ជាក់ចំណុចកន្លែងត្រូវឬខុសបងប្អូនណាហ្នឹងហើយសង្គ្រាមគឺគ្មានអ្វីដែលចំណេញទេគឺមានតែការខាត់បងនិងនាំទុកលំបាកវេទនាដល់ប្រជាពលរដ្ឋក្នុងប្រទេសគឺមានតែប៉ុណ្្នឹងទេកម្ពុជាយើងគឺព្យាយាមណាស់បាទយើងនេះអ្នកការពារផ្ទះនេះវាថាយើងឈានពៀនគេវាថាយើងទៅលួចទៅប្លន់គេ
សួរថាអ្នកណាមិនឈឺចាប់អាខ្លួនមិនបានធ្វើហើយអាខ្លួនសងំនៅតែការពារផ្ទះសម្បែងទ្រព្យសម្បត្តិការពារក្រុមគ្រួសារក្នុងប្រទេសហើយវាចោទយើងថាយើងទៅវាយធ្វើបាបវាសួរអ្នកណាមិនឈឺចាប់អ្វីដែលសំខាន់វាវាយយើងវាធ្វើបាបយើងហើយវាឈ្លានពានវាយកទឹកដីយើងវាថាយើងនេះទៅលួចទៅប្លន់វាយីព្រោះមកពួកចោលតចំនួនដាក់បណ្ដាសាឯងឲ្យវិញ្ញាណហើយរហូតពួកអាសៀមពួកអថៃអធិស្ឋានបងប្អូនឈឺចិត្តឥឡូវនេះកម្ពុជាយើងគឺសង្ឃឹមថាកម្ពុជាយើងនឹងបានយុត្តិធម៌ពីតុលាការអន្តរជាតិឆាប់ហើយអ្វីដែលសំខាន់ទឹកដីកម្ពុជាដែលពួកអាចោដែលវាឈានពានកាន់កាប់ឆ្លោះខុសច្បាប់ហ្នឹងសង្ឃឹមថាយើងនឹងបានបវិឆាប់ជាពិសេសគឺបងប្អូនយើងនៅព្រំដែនបាទសង្ឃឹមថាបងប្អូនយើងដែលលោកកំពុងតែពិសិដ្ឋសង្ឃឹមថានឹងបានវិលត្រឡប់ទៅទឹកដីរបស់គាត់ឆាប់ហើយអ្វីដែលមួយទៀតដែលអេដមីនសង្ឃឹមថាកម្ពុជារបស់យើងនឹងយកសំណងពីពួកអាចោសៀមមកវិញបងប្អូនអរគ្នានឹងយកសំណងនោះមកវិញឲ្យបានតែទៅជំនួនការធ្វើឲ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាហើយនឹងជាជំងឺចិត្តដែលធ្វើបាបបងប្អូននៅព្រំដែនបងប្អូនអរគ្នាពួកអាចោហើយអត់រួចខ្លួនទេពួកអាចោសៀមពួកអាចោថៃពួកអាចោបងប្អូនអរគ្នាហ្នឹងហើយក៏សូមអធិស្ឋានអញ្ចឹងនៅក្នុងវីដេអូនេះគឺដំណឹងនេះគឺល្អខ្លាំងមែនទែនសម្រាប់បងប្អូនខ្មែររបស់យើងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសអេដមីនបញ្ជាក់គឺដឹងតែល្អបងប្អូនអរគ្នាហ្នឹងហើយសង្ឃឹមថាបងប្អូននឹងគិតដូចអេដមីនដែរសម្រាប់ដំណឹងនេះបងប្អូនណាហ្នឹងហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយក៏សូមអធិស្ឋាននៅក្នុងវីដេអូនេះដែលមានអាពាក្យពេចន៍នៅកាយវិការដែលវាឆ្កល់ទៀតព្រោះដោយសារអីអានេះបាទគឺសម្រាប់ពួកអាចោសៀមបងប្អូនអរគ្នាគឺពីពេលនេះទៅហើយគឺជាសត្រូវកម្ពុជាអាស៊ីបងប្អូនអរគ្នាណាហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូនគឺមានតែប៉ុណ្្នឹងទេដែលចង់ចែកម្លែកទៅកាន់ពុកម៉ែវិញបងប្អូនអរគ្នាបាទទស្សនាទៅជាដំណឹងហើយសម្រាប់អេដមីនសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូនៅដំណឹងថ្មីក្រោយទៀតបងប្អូនអរគ្នាបាទជាចុងក្រោយសូមអរគុណសូមគោរពលាបងប្អូន